ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញពីវិធីធ្វើមាន់ទឹមចង់ឥឡូវយើងទៅមើលគ្រឿងផ្សំធ្វើមាន់ទឹមទាំងអស់គ្នាចង់មានសណ្តែកដីក្របឈូកពោះសណ្តែកផ្សិតខ្មៅក្រៀមម្សៅចង់យករបស់ទាំងអស់នេះទៅត្រាំទឹកមួយយប់សិនដើម្បីឲ្យវារីកខ្ញុំមានមាន់មួយមាន់នេះធំបងប្អូនអញ្ចឹងយើងយកមកលាងវាឲ្យស្អាតណាអញ្ចឹងយើងចាប់ផ្ដើមប្រឡាក់មាន់យើងទុកមួយលើសិនដំបូងយើងដាក់ទឹកស៊ីអ៊ីវខ្មៅ2ស្លាបព្រាបាយដើម្បីឲ្យមាន់នេះមានពណ៌ស្អាតនិងប្រេងខ្យងចំនួន1ស្លាបព្រាបាយបន្ទាប់ពីកូរចូលគ្នារួចមកយើងលើកមាន់យកមកប្រឡាក់ឲ្យសព្វជុំវិញទាំងអស់ទាំងខាងក្រៅនិងខាងក្នុងនៃតួមាន់ទាំងមូលបន្ទាប់ពីខ្ញុំប្រឡាក់មាន់នេះរួចហើយគឺខ្ញុំទុកមាន់នេះចោលរយៈពេល1ម៉ោងអញ្ចឹងនៅសល់ពេលពីទុកមាន់នេះគឺយើងចាប់ផ្ដើមទៅធ្វើគ្រឿងផ្សំមាន់ទឹមរបស់យើងដែលយើងមានបន្លែជាច្រើនមុខត្រូវធ្វើបន្តទៀតអញ្ចឹងក្របឈូកដែលខ្ញុំត្រាំរយៈពេល1យប់នេះគឺថាអត់ទាន់ទន់ទេខ្ញុំត្រូវយកមកស្ងោរជាមួយនឹងទឹកពុះឲ្យទាល់តែទន់យើងបងប្អូនយកស្លាបព្រាមកចុចក្របឈូកនឹងឲ្យបែកគ្រប់បន្លែដែលរឹងទាំងអស់ត្រូវតែស្ងោរឲ្យទន់បែបនេះទើបយកទៅធ្វើមាន់ទឹមបានចង់ប៉ុណ្ណេះទន់ហើយគឺបែកហើយខ្ញុំអាចស្រង់វាចេញបានហើយចង់យើងទៅស្រុះសណ្តែកដីបន្តទៀតសណ្តែកដីនេះខ្ញុំត្រាំមួយយប់ដែរក៏នៅរឹងដែរក៏ពេលដែលយើងត្រាំយើងបោះសម្បកចេញណាចាឥឡូវនេះខ្ញុំបានដាក់ស្រុះទុនហើយខ្ញុំស្រង់ចេញដូចគ្នាពពុះសណ្តែករីកល្អហើយខ្ញុំត្រាំមួយយប់ដូចគ្នាយើងហាន់វាហើយយើងចិញ្ច្រាំវាបងប្អូនចង់ដាក់ជាកង់វែងមួយស្រាញ់ចិត្តបងប្អូនទេគ្រាន់តែសម្រាប់ខ្ញុំចង់ឲ្យវាម៉ត់ណាហើយឡើយយើងមកមើលផ្សិតក្រៀមខ្មៅយើងក៏បានរីកល្អដែរអញ្ចឹងយើងកាត់ជើងវាចេញហើយយើងហាន់វាស្ដើងយើងកិនច្រាំវាឲ្យម៉ត់ដូចគ្នាតទៅមកទៀតខ្ញុំមានការ៉ុត2មើមខ្ញុំឈូសបែបនេះហើយខ្ញុំហាន់ហើយកិនច្រាំដូចគ្នាដែរហើយខ្ញុំមានស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយយើងហាន់ឲ្យម៉ត់ដូចគ្នាអញ្ចឹងគ្រឿងផ្សំមាន់ទឹមយើងមានមាន់និងសាច់ជ្រូកចិញ្ច្រាំមួយដុំតូចមានជីស្លឹកខ្ទឹមការ៉ុតក្របឈូកសណ្តែកដីខ្ទឹមក្រហមខ្ទឹមសអញ្ចឹងបងប្អូនយើងយកមកដាក់បញ្ចូលគ្នាទាំងអស់គ្នាគ្រប់មុខនឹងមកចាគឺយើងចាក់ឲ្យគ្រប់មុខចូលបែបនេះចឹងយើងចាប់ផ្ដើមចាក់បញ្ចូលមានការ៉ុតមានផ្សំមុខនឹងសណ្តែកដីដែលខ្ញុំបានស្ងោរឲ្យផុយក្របឈូកពពុះសណ្តែកដែលនាងខ្ញុំបានហាន់ឲ្យម៉ត់ហើយនឹងកញ្ច្រាំវាបន្ថែមទៀតមានមីសួរស្លឹកខ្ទឹមជីវ៉ាន់ស៊ុយយើងធ្វើការនឹងបន្ថែមនៅប្រេងខ្យង1ស្លាបព្រាបាយនិងម្សៅស៊ុបខ្នុរ1ស្លាបព្រាបាយបងប្អូនលេខធ្វើម៉េចកុំឲ្យម្ហូបយើងប្រៃសោះនេះទឹកស៊ីអ៊ីវ1ស្លាបព្រាបាយដូចគ្នានាងខ្ញុំអត់ប្រើអំបិលនិងទឹកត្រីទេនេះស្ករស1ស្លាបព្រាដែរនិងចុងក្រោយបន្ថែមម្រេច1ស្លាបព្រាបាយអញ្ចឹងយើងធ្វើការ
ច្បាច់វាឲ្យចូលសពជីតនឹងទាំងអស់ឥឡូវគ្រឿងបន្លែស្នូលមាន់យើងស្នូលមាន់តំយើងបានរួចរាល់ហើយយើងចាប់ផ្ដើមយកមាន់តែយើងបន្លាក់ទុកចោលរយៈពេល1ម៉ោងជាងនេះយើងធ្វើការយកស្នូលបន្លែនេះមកញាត់នៅក្នុងពោះមាន់ឲ្យណែនបងប្អូនញាត់មកតឹងមែនតើណាឃើញថាមាន់យើងបានណែនល្អហើយអញ្ចឹងយើងចាប់ផ្ដើមខ្ជិបមាន់នេះអ្នកខ្លះខ្ញុំឃើញគេយកអំជុលដេងតែខ្ញុំអត់ទេខ្ញុំយកឈើចកាដោតសាច់អាំងគឺឈើនេះខ្ញុំកាត់ពាក់កដាលយកមកចាក់សាច់វាខ្ជិបជាប់គ្នាចង់មកនេះយើងខ្ជិបទាំងគូតវានិងកវាតមកយើងចាប់ផ្ដើមយកទៅដាក់ចំហុយមាន់នេះខ្ញុំចំហុយរយៈពេល2ម៉ោងទើបខ្ញុំលើកវាចុះចឹងដាក់ដាំទឹកឲ្យពុះមកពេលទឹកពុះចាំយើងដាក់មាន់យើងចំហុយបងប្អូនអាសាបើកមើលបើមានទឹកនៅកម្របឆ្នាំងយើងអាចយកកសែងជូតផ្ដិតឲ្យទឹកស្រក់លើមាន់ណាឥឡូវឃើញតែមាន់ខ្ញុំរយៈពេល7-2ម៉ោងហើយគឺឆ្អិនហើយញុកតឹងពេកនឹងធ្លាយចេញតាមគូត